បាទសូមគោរពនិងជម្រាបសួរបងប្អូនទាំងអស់ទីគោរពនេះគឺជាកម្មវិធីបុណ្យកឋិនទាននៅកម្ពុជាក្រោមហើយនេះគឺជាផ្ទះបងជីដូនមួយហាងម្ដាយនាមពីអ្នកប្តីប្រពន្ធគាត់គឺឈ្មោះធឿងធួងបាទទៅផ្ទះគាត់ផ្ទាល់ស្រុកភូមិទី2ស្រុកកោកែបាទគាត់បានប្រារព្ធកម្មវិធីនេះឡើងនិងអញ្ជើញភ្ញៀវជាកិត្តិយសដើម្បីមកទទួលនៅភោជនាហារនាថ្ងៃទី9 ខែ11យើងហ្នឹងបាទដល់ថ្ងៃសៅរ៍យើងហ្នឹងជាព្រឹត្តិការណ៍មួយដែលបងប្អូនយើងកំពុងតែទទួលនៅភោជនាហារវេលាពេលព្រឹកនិងបន្តិចទៀតនឹងមានភ្ញៀវច្រើនកកមកបន្តទៀតអ្នកមកមុនចឹងទៅភ្ញៀវគាត់ទាំងអស់50តុដែរបាទគាត់បានអញ្ជើញមក50តុតែមកបានបន្តុព្រៀបបន្តុគឺកម្មវិធីគេរៀបឃើញស្រួលល្អជាគំរូគួរតែធ្វើតាមគាត់ដែរព្រោះភ្ញៀវមកដល់អញ្ចឹងគាត់មានរៀបតុចាំទទួលអង្គុយហូបសានៅជាក់លេងទឹកតែទឹកអីហូបនំហូបអីលេងមកទូបាទមានភ្ញៀវមកគ្រប់ចំនួនមកតុបានគាត់អញ្ជើញភ្ញៀវនោះមកពិសាមកគ្រប់មកតុអត់បាច់ចាំចូលអង្គុយតុចាំទេฉะนั้นមានកន្លែងគេទទួលគេរងចាំដើម្បីជុំគ្នាហូបពេញមកតុអញ្ជើញទៅចូលមកតុចឹងទៅនេះជាការព្រឹត្តទៅដ៏ល្អមួយគួរយកចិត្តទុកដាក់និងគួរតែធ្វើតាមដែរនេះជានិយាយស្រុកខ្ញុំនៅច្រើនណាស់បាទហើយនេះគឺហែទាំងអស់គ្នាហើយងាកថ្ងៃនឹងដែរថ្ងៃទី9ហ្នឹងដែរចូលផ្ទះបងនូនមួយខ្ញុំនៅឯនេះមួយទៀតនៅតតឹងដែរពូមកតឹងណាមួយទៀតឆ្នេះមកកឋិនឆ្នាំនេះមកបានជួបកឋិន13សិតតែបងប្អូនបាទសូមទួត្រេកអរកឋិន3រោងនេះគួរចាក់គួរចាកម្មវិធីគាត់នេះចាត់ចែងកម្មវិធីនឹងគាត់ទទួលភោជនាហារឲ្យមុនដើម្បីភ្ញៀវមកស្រួលគាត់នេះជាក្រុមភ្លេងកំដរពេលទទួលភ្ញៀវនេះជាគ្រឿងបរិក្ខារកឋិននិងបរិវារកឋិនទាំងអស់ច្រើនគាត់បានបច្ច័យច្រើនណាស់ប្រកាសយុគមិញខ្ញុំអត់ចាំនេះជាព័ត៌មានខ្លះអំពីខ្ញុំដែលបានចុះមកដល់ទឹកដីកម្ពុជាក្រោមផ្ទាល់ផ្ទះបងខ្ញុំផ្ទាល់បាទសូមគោរពបាទសូមគោរពនិងសូមអរគុណដល់បងប្អូនទាំងអស់គ្នាចែកប៉ុនចែកទៀនទាំងអស់គ្នាបានសុខសប្បាយទាំងអស់គ្នាតើបាទ